ខ្ញុំនៅតែឆ្ងល់ខ្ញុំនៅតែមិនយល់ទៅលើបងប្អូនប្រជាពលរដ្ឋមួយចំនួននេះដែលគាត់តែងតែសួរសំណួរមកកាន់ខ្ញុំក៏ដូចជាតែងតែបង្ហាញពីទុកកង្វល់មកកាន់ខ្ញុំពាក់ព័ន្ធទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណសភៅគ្រួសារឬក៏សម្បត្តិកំណើតជាដើមអញ្ចឹងទៅបាទពុកម៉ែបងប្អូនហើយសភៅគ្រួសារសម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណគឺខាងរាជរដ្ឋាភិបាលគឺកំណត់មិនអោយយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋនោះទេបងប្អូនត្រូវដឹងថាការធ្វើទាំងអស់នេះត្រូវបានសម្របសម្រួលមិនអោយយកប្រាក់ពីប្រជាពលរដ្ឋទេប៉ុន្តែនៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមកសួរខ្ញុំថាទៅធ្វើសភៅគ្រួសារគេយកលុយប៉ុណ្ណេះគេយកលុយប៉ុណ្ណោះធ្វើអត្តសញ្ញាណប័ណ្ណអស់លុយប៉ុណ្ណេះអស់លុយប៉ុណ្ណោះព័ត៌មានទាំងអស់នេះខ្ញុំមិនដឹងថាបងប្អូនបានមកពីណាទេប៉ុន្តែគ្រាន់តែខ្ញុំចង់ដឹងថាស្ថាប័នរដ្ឋបាទខាងអង្គរបាលធ្វើអត្តសញ្ញាណប័ណ្ណហើយខាងធ្វើសម្បត្តិកណ្ដាលខាងឃុំសង្កាត់ឬក៏សភៅគ្រួសារនេះគឺអត់មានបានតម្រូវឲ្យបងប្អូនណាត្រូវបង់ប្រាក់ទេអានេះខាងរាជរដ្ឋាភិបាលគឺកំណត់អញ្ចឹងហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគ្រាន់តែលឺតគ្នាមួយទៅមាត់មួយហើយធ្វើទៅជាខូចដល់ស្ថាប័នរបស់គេអានឹងគឺអត់ត្រឹមត្រូវទេប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាទៅពឹងពាក់អ្នកណាមួយទៅពឹងអាជ្ញាធរដែលខ្លួនឯងអត់ចេះធ្វើអត់ចេះបំពេញហើយទៅពឹងគេដើម្បីឲ្យជូនជាសគុណរបស់គេអាហ្នឹងជារឿងបងប្អូនទេណាបាទអញ្ចឹងក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានមួយរូបខ្ញុំមិនមែនជាអាជ្ញាធរសមត្ថកិច្ចឬក៏ជាអ្នកនាំពាក្យរបស់អាជ្ញាធរសមត្ថកិច្ចទេអ្វីដែលខ្ញុំដឹងអ្វីដែលខ្ញុំយល់បានកម្រិតណាខ្ញុំចែករំលែកជូនដល់បងប្អូនទាំងអស់ប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំនិយាយនេះមិនមែនក្នុងនាមខ្ញុំជាអ្នកនាំពាក្យរបស់អាជ្ញាធរសមត្ថកិច្ចទេបាទអញ្ចឹងក៏មានការយល់ច្រឡំពាក់ព័ន្ធទៅនឹងការធ្វើសភៅគ្រួសារសម្បត្តិកណ្ដាលអត្តសញ្ញាណប័ណ្ណគឺគេមិនយកលុយទេណាតែបើបងប្អូនចោទទៅលើខាងសមត្ថកិច្ចឬក៏អាជ្ញាធរណាដែលគេយកលុយបងប្អូនថតទៅមើលបាទមាន Facebook តាថតបង្ហោះទៅមើលបើសិនជាគេយកមែនប៉ុន្តែធ្វើឲ្យបានច្បាស់លាស់កុំខូចគេធ្វើអ្វីដែលត្រឹមត្រូវកុំឲ្យប៉ះពាល់ដល់ស្ថាប័នរបស់គេទាំងដែលគេអត់បានទាមទារប្រាក់អានេះឧទាហរណ៍ឲ្យដឹងអញ្ចឹងពុកម៉ែបងប្អូនមួយរយៈនេះតែងតែលូរតំថាចង់ទៅធ្វើសភៅគ្រួសារតែខ្លាចអត់មានលុយធ្វើខ្ញុំបានបញ្យល់ហើយពាក់ព័ន្ធទៅនឹងការធ្វើសភៅគ្រួសារនេះគឺគេអត់មានបានយកប្រាក់ទេណាគេអត់យកប្រាក់ទេបងប្អូនធ្វើចោះប៉ុន្តែខ្លាចតែបងប្អូនចង់ធ្វើលឿនណាគេបានសភៅគ្រួសារធ្វើបានមួយអាទិត្យអីបានទៅចោះតែបងប្អូនចង់មួយថ្ងៃបានឬក៏តញ្ញាណបានយ៉ាងយូរ3ខែណាតែបងប្អូនចង់បាន3ថ្ងៃមួយអាទិត្យបានហើយបងប្អូនទៅស៊ីស៊ូជាមួយគេអាហ្នឹងជារឿងរបស់បងប្អូនប៉ុន្តែអាហ្នឹងជាករណីសុកប៉ាន់ពុករលួយណាបងប្អូនត្រូវដឹងខុសដូចគ្នាតែបើបងប្អូនមិនចង់អស់ប្រាក់យើងកុំទៅពឹងគេយើងធ្វើធម្មតាទៅបាទយកឯកសារដែលគេតម្រូវប្រមាណហ្នឹងយកទៅធ្វើទៅតសញ្ញាណប័ណ្ណយ៉ាងយូរ3ខែជាទូទៅសម្បីតែខ្ញុំធ្វើក៏3ខែដែរបាទសម័យខ្ញុំធ្វើអញ្ចឹងបានទទួលនៅអត្តសញ្ញាណប័ណ្ណហើយដោយឡែកសភៅគ្រួសារគេមានមួយអាទិត្យអីឬក៏យ៉ាងណាអានឹងយើងសួរទៅខាងអាជ្ញាធរគេឲ្យច្បាស់លាស់ទៅប៉ុន្តែគ្រាន់តែខ្ញុំចេញមកបញ្ជាក់ថាពាក់ព័ន្ធទៅនឹងអត្តសញ្ញាណប័ណ្ណសភៅគ្រួសារបុត្រកណ្ដាលអីនេះគេអត់មានយល់លុយទេរាជរដ្ឋាភិបាលគេលុបចោលពីមុនក្លឹបយកពាក់ព័ន្ធករណីហ្នឹងប៉ុន្តែបច្ចុប្បន្ននេះគឺអត់មានទេហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនទៅធ្វើមានអាជ្ញាធរឬក៏សមត្ថកិច្ចណាគេទៀមទាតម្រូវប្រាក់ឲ្យបងប្អូនបង់ថ្លៃធ្វើសភៅគ្រួសារថ្លៃធ្វើសមុទ្រកណ្ដាលធ្វើតាញៀនបានបងប្អូនថតទៅបាទមិនញុះញង់ទេព្រោះវាខុសទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាលអាហ្នឹងចង់និយាយចឹងណាថតទៅឲ្យផុសទៅបណ្ដាញ Facebook មានតែបើថាមិនហ៊ានថតគេហើយមិនហ៊ានបង្ហោះយកមកឲ្យខ្ញុំអាហ្នឹងឲ្យជារឿងពិតកុំឲ្យប៉ះពាល់ដល់ស្ថាប័នកុំឲ្យប៉ះពាល់ដល់អង្គភាពរបស់គេទាំងដែលគេអត់បានប្រព្រឹត្តអីណាបាទអញ្ចឹងកុំលឺតគ្នាថាអស់ប្រាក់ប៉ុណ្ណេះអស់ប្រាក់ប៉ុណ្ណោះធ្វើសភៅគ្រួសារអស់50000ណាសភៅស្នាក់នៅអស់50000ឬក៏100,000អានឹងខ្ញុំមិនដឹងថាតើបងប្អូនបានព័ត៌មាននឹងមកពីណាទេតែបើសិនជាបងប្អូនច្បាស់ថាពិតជាបុគ្គលណាយកថតទៅមើលថតបង្ហោះទៅមើលបាទពាក់ព័ន្ធទៅនឹងសេវាកម្មទាំងអស់នេះសភៅគ្រួសារបុត្រកណ្ដាលអត្តសញ្ញាណប័ណ្ណ
គឺมันមានបងប្រាក់នោះទេអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនអញ្ចឹងបាទអានេះយើងយោងទៅតាមច្បាប់ក៏ដូចជារាជរដ្ឋាភិបាលបានកំណត់ឲ្យអាជ្ញាធរមានសមត្ថកិច្ចគឺមិនយកពីប្រជាពលរដ្ឋទេមានតែស្រួលឲ្យប្រជាពលរដ្ឋឲ្យបានស្រួលវិញអញ្ចឹងបងប្អូនកុំលឺតគ្នាចេះតែប៉ាត់ណាប៉ាត់ណីបាទទៅធ្វើសិនមើលបាទទៅធ្វើសិនទៅកន្លែងប៉ូលីសធ្វើតាក់ញាណប័ណ្ណទៅឃុំសង្កាត់ទៅធ្វើប្រៅគ្រួសារឬក៏ខាងប៉ុស្តិ៍ប៉ូលីសខាងជំនាញប្រៅគ្រួសារហ្នឹងបាទទៅជួបគេទៅធ្វើទៅមើលបាទចាំមើលគេយកប្រាក់អត់បើតាមខ្ញុំដឹងគឺគេមិនយកនោះទេខ្លាចតែបងប្អូនគឺថាឥឡូវជួយសម្របសម្រួលខ្ញុំចង់បានមួយថ្ងៃបានពីរថ្ងៃបានចង់បានលឿនប្រញាប់យកទៅធ្វើការនេះបំពេញពាក្យនេះបំពេញពាក្យនោះអាហ្នឹងជារឿងរបស់បងប្អូនក្រៅផ្លូវការទេបាទប៉ុន្តែការធ្វើបែបនេះក៏វាគេហៅថាករណីសុបប៉ាន់ពុកអលួយដែរហើយចុះអាគ្នាដែលអត់បានបងប្រាក់ហើយទៅធ្វើសភៅគ្រួសារទុកគ្នាចោលសិនហើយអឺធ្វើអាអ្នកដែលគេឲ្យសេវាសិនអាហ្នឹងវាជាករណីមួយគេហៅពុកអលួយណាប៉ុន្តែនៅក្នុងបច្ចុប្បន្ននេះគឺมันមានទៀតទេបងប្អូនត្រូវបញ្ជាក់បាទมันមានទេករណីទាំងអស់នេះព្រោះសមត្ថកិច្ចបច្ចុប្បន្ននេះគឺគាត់គោរពទៅតាមបទបញ្ជាខ្លាំងបាទបទបញ្ជាទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំគឺមានតែសម្របសម្រួលឲ្យបងប្អូនបានលឿនទៅវិញទេហ្នឹងហើយជួយសម្របសម្រួលឲ្យបានលឿនឲ្យបានឆាប់រហ័សដើម្បីយកទៅបំពេញការងារបំពេញទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹងបញ្ជាក់បងប្អូនម្ដងទៀតថាការយកលុយថ្លៃធ្វើសភៅគ្រួសារធ្វើស្បត់កណើតធ្វើអត្តសញ្ញាណប័ណ្ណនេះខាងអាជ្ញាធរមានសមត្ថកិច្ចគឺអត់មានអីត្រូវយកអត់មានសេវាអីត្រូវយកទៀតទេព្រោះគេលើកលែងទៅលើករណីទាំងអស់ហ្នឹងហើយណាបាទប៉ុន្តែដូចខ្ញុំនិយាយចឹងបើសិនជាបងប្អូនទៅមានសមត្ថកិច្ចមានអាជ្ញាធរណាគេទាមទារលុយបាទគឺខុសហើយអាហ្នឹងខុសច្បាប់ហើយបាទខុសច្បាប់ហើយថតផុសទៅមើលបើថាមិនហ៊ានផុសថតយកមកឲ្យខ្ញុំតែសូមធ្វើឲ្យច្បាស់លាស់ធ្វើឲ្យពិតប្រាកដកុំទៅបំភ្លៃទៅបំផ្លាញកិត្តិយសរបស់គេអានោះទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនតែប៉ុណ្្នឹងទេថាពាក់ព័ន្ធទៅនឹងសេវាបាទធ្វើសបុតកណើតទៅគ្រួសារតាញៀនបានគេមិនយល់ទេនាំគ្នាទៅធ្វើទៅបងប្អូនខ្លះអត់ទាន់ទៅធ្វើដោយសារខ្ញុំអត់មានលុយទៅធ្វើខ្ញុំអត់មានលុយទៅធ្វើមានណាគេយកលុយគ្មានណាគេយកលុយទេណាបងប្អូនបាទសូមបញ្ជាក់អញ្ចឹងបាទអញ្ចឹងបងប្អូននៅក្នុងភូមិព្រៃគុកក្រុងប៉ោយប៉ែតដែលធ្លាប់តែសួរខ្ញុំទៅលើករណីនេះឥឡូវខ្ញុំសូមធ្វើការបកស្រាយរួមតាមคลิปវីដេអូមួយនេះបាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក៏ដូចជាក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានខ្ញុំដឹងបានប៉ុណ្ណាខ្ញុំជម្រាបជូនដល់ពុកម៉ែបងប្អូនអស់ប៉ុណ្ណឹងបាទដូច្នេះបើសិនជាខ្ញុំធ្វើការបកស្រាយបំភ្លឺមានការខុសឆ្គងតាណាមួយនោះសូមសមត្ថកិច្ចជួយបំពេញបន្ថែមផងបាទអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហ្នឹងណាបាទគីឡូខ្លាយខ្ញុំធ្វើការនិយាយទៅវាមានកន្លែងខ្លះវាខុសវាឆ្គងអីចឹងណាវាលើសបន្តិចទៅឬក៏វាខ្វះកន្លែងណាមួយដែលប្រជាពលរដ្ឋគាត់ស្ដាប់មិនអស់ណាបាទអញ្ចឹងសូមអាជ្ញាធរមានសមត្ថកិច្ចជួយចេញជាคลิปឬក៏ចេញជាសារមួយដើម្បីជម្រាបជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបន្ថែមទៀតផងដើម្បីឲ្យគាត់យល់ថាសេវាកម្មទាំងអស់ការធ្វើសម្បត្តិកណ្ដាលឬធ្វើគ្រួសារតញ្ញិនបានគឺគេមិនបានយកប្រាក់ទេបាទប៉ុន្តែបងប្អូនខ្លះនៅតែមានការយកច្រឡំថាគេយកប្រាក់តម្លៃប៉ុណ្ណេះប៉ុណ្ណោះអីជាដើមនេះទៅបាទសូមអរគុណហើយសង្ឃឹមថាបើសិនជាខ្ញុំធ្វើអត្ថាធិប្បាយទៅមានការប្រើពាក្យលើសឬក៏ប្រើពាក្យត្រង់ណាដែលខ្វះហ្នឹងសូមជួយបំពេញបន្ថែមផងហើយសូមការអធិស្ឋានទុកជាមុនផងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចបាទនេះខ្ញុំបកស្រាយដោយសារតែមានប្រជាពលរដ្ឋគាត់ត្អូញត្អែគាត់ថាទៅធ្វើសភៅគ្រួសារអត់មានប្រាក់អត់មានអីផងទៅធ្វើមិនគេយកប៉ុណ្ណេះតែខ្ញុំមិនដឹងទេថាអ្នកណាយកអ្នកណាមិនយកខ្ញុំមិនដឹងទេបាទអញ្ចឹងគ្រាន់តែខ្ញុំធ្វើវីដេអូនេះចង់បញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទៅនឹងសេវាកម្មទាំងអស់នេះគឺរាជរដ្ឋាភិបាលបានលើកលែងហើយមិនឲ្យយកប្រាក់ទេបាទសូមអរគុណសូមគោរពលា